រោគជាតិមានសុខភាពល្អអាស្រ័យទៅនឹងកត្តាដីពន្លឺព្រះអាទិត្យសារធាតុចិញ្ចឹមនិងសីតុណ្ហភាពព្រមទាំងកត្តាផ្សេងៗបញ្ហាដីអាស៊ីតជាកត្តាដ៏សំខាន់មួយដែលមានឥទ្ធិពលលើការលូតលាស់និងទិន្នផលរបស់ដំណាំpH ជាការវាស់កំហាប់អ៊ីយ៉ុងអ៊ីដ្រូសែនដែលមានតម្លៃចាប់ពី0ដល់14សម្រាប់រុក្ខជាតិជាទូទៅដុះលូតលាស់នៅ pH ដីអាស៊ីតនិងអាកាឡាំងខ្សោយឯប្រទេសកម្ពុជាយើងវិញពិសេសនៅតំបន់ខ្ពង់រាបមានដីអាស៊ីតជាប្រភេទដីថ្មបាយក្រៀមតំបន់ឦសាននិងកណ្ដាលជាប្រភេទដីខ្សាច់មូលហេតុជាច្រើនដែលនាំឲ្យដីកាឡាំងអាស៊ីតមានដូចជាភ្លៀងអាស៊ីតការហូរច្រោះសារធាតុចិញ្ចឹមការស្រូបយកសារធាតុចិញ្ចឹមនិងការបំលែងទម្រង់របស់សារធាតុចិញ្ចឹមនៅក្នុងដីអាស៊ីតបណ្ដាលឲ្យសារធាតុចិញ្ចឹមមួយចំនួនរុក្ខជាតិមិនអាចស្រូបយកបានមួយចំនួនទៀតកើនឡើងលើសពីតម្រូវការបណ្ដាលឲ្យរុក្ខជាតិពុលសរុបសេចក្តីមកដីអាស៊ីតបណ្ដាលឲ្យសារធាតុចិញ្ចឹមមួយចំនួនថយចុះដែលនាំឲ្យរុក្ខជាតិមិនអាចស្រូបយកបានហើយមួយចំនួនទៀតនឹងកើនឡើងបណ្ដាលឲ្យរុក្ខជាតិពុលដុះលូតលាស់យឺតនិងទិន្នផលថយចុះ